ពីថាបដាហ្នឹងយើងបានរ៉ាំសោនីមួយហើយណាបាទរ៉ាំសោនីមួយហើយដែលវាអាចរកចម្ងាយចោលដែលពន្លឺដែលរយៈពេល100ថ្ងៃណាខ្ញុំរំលឹក program ឡើងវិញណាខ្ញុំចេញ tip app 6ដើម្បីដំណើរការតែទាំងអស់នេះឃើញណាយើងអាចរកចម្ងាយចោលឃើញតែគឺយើងគិតថាអញ្ចឹងឥឡូវទៅ program នេះយើងចេះតែរ៉ាំដូច្នេះចំនួន D នេះគឺជាងតែពី100រហូតណាអញ្ចឹងណាជាងតែពី100ឥឡូវខ្ញុំចង់បរិយាទាំងអស់គ្នាមួយឲ្យ user បញ្ចូលទិន្នន័យ digital រ៉ាំទៅ user បញ្ចូលទិន្នន័យឲ្យ D មានន័យថា user អាចបញ្ចូល D លេខណាក៏បានតាមចិត្តអញ្ចឹងហ៎បើដូចជានៅក្នុងវិសាទីកន្លះខ្លះទីកន្លះយើងប្រើអីទេប្រើទីមិនយ៉ាងដើម្បីបញ្ចូលទិន្នន័យទៅឲ្យក្រៅបូណាគូយើងបែរទៅទេចឹងwe in អញ្ចឹងគឺប្រយោជន៍ស្អីចឹងណែហ្នឹងហើយបាទតែមកដល់ក្នុង Java អត់ប្រើបែបហ្នឹងទេណាហ្នឹងហើយដើម្បីអាចបញ្ចូលទិន្នន័យពីជីវភាពបានអ្នកទាំងអស់គ្នាត្រូវ import ពីដូចក្នុងភាសាពីខ្លះយើងប្រើពាក្យថា include ចឹងហ្នឹងហើយតែ Java យើងប្រើពាក្យថា import ហើយ import យើងត្រូវសរសេរនៅខាងលើនៃនៃសារបស់យើងតែស្ថិតនៅខាងក្រោមហាក់នេះណាហ្នឹងហើយចេះទៅ import java.util.scanner ហើយនេះកន្លងផងគឺថាតើយើង import scanner នេះតាមម៉េច import scanner ក្នុងគោលដៅបង្កើត object ហើយ object នេះមានលទ្ធភាពបញ្ចូលទៅនៃទីទីរបស់អ្នកទាំងអស់គ្នាឃើញត្រែពណ៌លឿងនៅខាងក្រោមនេះមិន error ទេឲ្យតែឃើញត្រែពណ៌ក្រហមមិន error វាអាចត្រែពណ៌ផ្សេងតែពីហ្នឹងមិន error ទេតាមឲ្យកុំពីលើវានឹងប្រាប់ពណ៌ទៀតណា unused import មានន័យថា import ហ្នឹងយើង import យកមកអត់បានប្រើវាដូចជាយើង include iostream តែយើងមិនបានប្រើគឺយើងគេឲ្យចឹងតែនេះចឹងតែនៅក្នុង C++ ដូចជាអត់មានធូរណាស់បានយើងប្រើទេណែនេះហ្នឹងហើយតែ Java វាប្រាប់យើងថា scanner នេះយើងimport មកយើងអត់ប្រើទីទៀតខ្ញុំនឹងយក scanner នេះយកទៅប្រើវានឹងឡើងឃើញពណ៌លឿងនៅខាងក្រោម import ឥឡូវខ្ញុំយកវាយកមកប្រើតែខ្ញុំប្រើ scanner ណា in new scanner scan dot in ណាតាមួយបន្តនេះមានន័យថាម៉េចមួយបន្តនេះមានន័យថាបង្កើត object scanner នេះជា class name គឺ in ជា object name keyword new ជា keyword ដើម្បីបង្កើត object ថ្មីរីឯ scanner ទី2នេះវាជា constructor name system.in វាជា argument ឬក៏ parameter ខ្ញុំនិយាយចប់ពួកយើងមកជួយទេតែបន្តហ្នឹងអត់ដឹងថាមានន័យដែរដោយសារតែអ្នកទាំងអស់គ្នាមិនទាន់រៀន chapter ទី4ដែលនិយាយពី class ណាហ្នឹងហើយចឹងមួយបន្តនេះខ្ញុំសូមពន្យល់រួមទាំងថាយើងបង្កើត object ហើយ object នេះអាចបញ្ចូលទិន្នន័យពី keyboard ដើម្បីបញ្ចូលទិន្នន័យពី keyboard គឺមួយយើងត្រូវតែ import class scanner ដោយសរសេរបែបហ្នឹងនឹងយើងចាំបាច់ត្រូវយក class scanner ហ្នឹងយកមកបង្កើតជា object នេះចាឡើយ copy ពីសារពីខ្លះដែលយើង include iostream យើងអាចប្រើ insert ដល់នេះតែ Java វិញអត់ទេ include scanner ហើយយក scanner យកមកបង្កើតហើយគឺនេះអ្នកទាំងអស់នេះយើងចង់ឲ្យឈ្មោះអីក៏បានដែរមិនបាច់ណាហ្នឹងតែត្រូវចង់ចាំថា object ឈ្មោះបែបហ្នឹងគឺចាំបាច់ត្រូវអានលក្ខណៈបញ្ចូលទៅនៃពីបបានតែដាក់ឈ្មោះដូចពីខ្លះតែម្ដងទៅយើងត្រូវចាំណាអ្នកទាំងអស់នេះសង្កេតឃើញនៅលើ import ខាងលើនេះគឺឡើងមានឃើញពណ៌លឿងហើយមានន័យថាយើងយក scanner ហ្នឹងយកមកប្រើតែគឺនេះមានត្រេពណ៌យើងកម្លាំងនៅខាងក្រោមមួយវិញយើងដាក់ដល់ចុងពីលើវាប្រាប់ថា variable cin ហ្នឹងអត់ទាន់បានប្រើប្រាស់នេះនៅតាមឯប្រើប្រាស់ដូចយើងទៅកើតមិញណាឥឡូវយើងយកវាយកទៅប្រើខ្ញុំត្រូវការឲ្យ user បញ្ចូលទៅនៃ keyboard ឲ្យ variable ទេដោយមិនឲ្យកំណត់តម្លៃនៅក្នុងកូដទេអញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវសរសេរ system print enter day អញ្ចឹងតែពេលប៉ុណ្ណឹងវាស្មើនឹង ci enter day ហ្នឹងហើយបន្តមកទៀតអ្នកទាំងអស់នេះពីខ្លះតែយ៉ាងចឹងហ្នឹងហើយតែនៅក្នុង Java វិញគឺយើងតែនិយាយវិញនេះស្មើទៅនឹង print dot next
này đấy ní này thá dừng áo đế rong trăm của tôi tình này thì bót bài muốn cho cái tình này chia in đó nó dẫn đại miếng áp này mà lên thì chẳng tới đây dừng làm thì dừng làm nó vì trai import class scanner trong con cam thì dưới đấy này hay vì rất scanner này do bao bằng cam OTP là mỗi ở khi in như là cái bây giờ tình này thì còn mà hay vì ai ra khi in mức do tao mình cho tình này thì bót do bót tình lấy để ở lại bố rồi chúng ta có sao năm được trong ràng nào vì là cái thầy để hay rong trăm cam mà cho tình này và bây giờ mày chẳng người phòng đấy chẳng giữa con tên nào đấy từ những viên này cả làm là lão nhá giữa con tên nào đấy thì lúc cái trai cao với mình chỗ tình này thì bỏ thì là chúng ta lên promote mini thác nhưng cũng not promote ngày chẳng in ở đấy promote ngày từ lưỡi đa bạn thì nhẹ khi đâu chia thì này đó chứ ai làm đó thì bạn và những bạn ngày thêm bạn có nói chẳng là ngày chẳng ta mới mình cho tình này bị bỏ thì gì ra đâyนี่คือการนี่จะรู้เบี้ยในการปรับปรุงกันเลย